សូមជូនសៀវភៅខ្លឹមសារជីវិតនិពន្ធដោយព្រះតេជគុណបណ្ឌិត ខេ ស្រីធម្មនុនជំពូកទី1ខ្លឹមសារជីវិត1ខ្លឹមសារជីវិតយើងតែងតែសួរគ្នាថាតើអ្វីទៅជាខ្លឹមសារជីវិតនេះជាសំណួរដ៏សាមញ្ញមួយប៉ុន្តែទំនងជាមានភាពស្មុគស្មាញមែនទែនក្នុងការផ្ដល់នូវចម្លើយបើទោះជាមានបុគ្គលខ្លះបានផ្ដល់នូវចម្លើយជាក់លាក់មួយស្របតាមផ្នត់គំនិតគិតឃើញរបស់ខ្លួនក៏ដោយវាហាក់បីដូចជាមិនទាន់ជាចម្លើយពេញលេញដដែលចំពោះបញ្ញវន្តទាំងឡាយហេតុផលគឺនៅត្រង់ថាគេមិនបានរៀនមើលនិងឆ្វេងយល់ឲ្យបានល្អហ្មត់ចត់ពីទស្សនវិស័យនៃជីវិតនេះគេបង្កើតតែការស្រមើស្រមៃក្នុងចិត្តនិងលទ្ធភាពនៃការយល់ដឹងរបស់ខ្លួនទន្ទឹមគ្នានេះយើងដឹងថាមេសាសនាទស្សនវិទូកវីនិពន្ធនិងអ្នកវិទ្យាស្យង់ទាំងឡាយក៏មិនមែនសុទ្ធតែជំនាញអំពីជីវិតទេពេលយើងអាននៅអ្វីដែលគេនិយាយស្ដីអំពីជីវិតអ្នកខ្លះទំនងជាមិនអាចផ្ដល់នូវរូបភាពនៃជីវិតពិតប្រាកដផ្ទាល់ខ្លួនឯងផងគោលដៅជីវិតនិងសេចក្តីថ្លៃថ្នូរមនុស្សខ្លះនិយាយថាជីវិតគឺពុះពេញដោយសេចក្តីទុក្ខបុគ្គលខ្លះទៀតនិយាយថាការកើតមកជាមនុស្សនេះពិតជាមានភ័ព្វសំណាងខ្ពស់ខ្លាំងណាស់ត្រង់ចំណុចនេះក៏មានអ្នកខ្លះទៀតសួរឡើងថាហេតុអ្វីបានជាយើងគ្រប់រូបកើតមកនៅក្នុងលោកនេះហើយជួបប្រទះតែសេចក្តីទុក្ខសោកអីចឹងតាមទស្សនៈរបស់គាត់យើងអាចយល់បានថាគាត់បានយល់ពីជីវិតយ៉ាងច្បាស់ប៉ុន្តែមនុស្សបុថុជនមើលឃើញនៅជីវិតនេះដោយសើប៉ុណ្ណោះហើយមិនដឹងថាវាជាអ្វីពិតប្រាកដនោះទេមនុស្សខ្លះទៀតនិយាយថាជីវិតគ្មានគោលដៅច្បាស់លាស់ឡើយហើយថាវាអាចត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងណាមួយមានបញ្ហាជាច្រើនសម្រាប់យើងក្នុងការសេចក្ដីគិតដោយបញ្ញាដ៏មុតមមដើម្បីដឹកនាំមាគ៌ាជីវិតនេះឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងផងនិងអ្នកដទៃផងជៀសវាងការចំណាយវាទៅលើរឿងដែលគ្មានប្រយោជន៍លក្ខណៈនេះគេអាចនិយាយបានថាជីវិតមានខ្លឹមសារឬមិនមានគឺអាស្រ័យលើមាគ៌ាដែលយើងប្រកាន់យកនិងអនុវត្តជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃយើងពិតជាមិនអាចសម្រេចបាននៅវត្ថុដ៏មានប្រយោជន៍ឡើយប្រសិនបើយើងប្រើវាខុសដោយមានការបង្កជាអំពើហិង្សាការធ្វើឲ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរការប្រព្រឹត្តអំពើអសិលធម៌ឬការចុះញ៉មទៅនឹងភាពទន់ខ្សោយរបស់មនុស្សមានយកអាសាអ្នកដទៃនិងអប់រំចិត្តមិនឲ្យមានលំអៀងនោះយើងអាចសម្រេចបានគោលដៅដ៏ឧត្តមនិងមានប្រយោជន៍ចំពោះមនុស្សគ្រប់រូបបុគ្គលដែលចម្រើនសីលធម៌បែបនេះនឹងទទួលបាននូវសន្តិភាពសុភមង្គលសេចក្តីស្ងប់ចិត្តនិងរួចចាកចេញពីសេចក្តីទុក្ខនេះទើបឈ្មោះថាជីវិតមានន័យពេញលេញនិងមានប្រយោជន៍ដល់ជនគ្រប់ស្រទាប់វណ្ណៈអ្នករៀនម្នាក់និយាយថាជីវិតកន្លងទៅដោយខ្លួនវាអ្នករៀនម្នាក់និយាយថាជីវិតកន្លងទៅដោយខ្លួនវាខណៈពេលយើងកំពុងរស់នៅអ្នករៀនម្នាក់ទៀតត្អូញត្អែថាជាតិធិជរានិងសេចក្តីសោកសៅទាំងឡាយគឺជាការតបស្នងមកវិញដោយសារយើងយករូបកាយរបស់យើងនេះធ្វើជាជំរកសាសនិកម្នាក់ផ្សេងទៀតនិយាយឡើងថាព្រោះតែការបង្កើតគំនិតអាត្មានិយមនេះឯងទស្សនវិទូចិនម្នាក់និយាយថាការកើតរូបរាងកាយនាំឲ្យកើតទុក្ខយើងរស់នៅកាន់តែយូរសេចក្តីទុក្ខកើតឡើងកាន់តែច្រើនតណ្ហាចង់រស់រានមានជីវិតក្នុងពេលអនាគតនេះធ្វើឲ្យយើងគ្មានសមត្ថភាពក្នុងការរស់នៅបច្ចុប្បន្នព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាយើងកាត់មកដោយសារកម្មវិបាកដែលយើងបានកសាងទុកពីអតីតជាតិហើយវាផ្ដល់ផលនៅពេលបច្ចុប្បន្នជាតិនេះនៅពេលយើងពិចារណាថ្លឹងថ្លែងពីទស្សនៈទាំងអស់នេះយើងអាចយល់បាននៅធម្មជាតិពិតនៃជីវិតនិងគោលបំណងរបស់វាជាក់ជាមិនខានប្រសិនបើយើងផ្គប់គុណតែឥន្ទ្រីយារម្មណ៍ដូចជាខ្លឹមសារជីវិតនោះយើងនឹងត្រូវតែត្រៀមខ្លួនប្រឈមនឹងបញ្ហាទាំងឡាយដែលនឹងកើតពីអារម្មណ៍ទាំងនោះផងដែរគ្មានបុគ្គលណាម្នាក់សប្បាយរីករាយភ្លើតភ្លើននឹងកម្មគុណដោយគ្មានប្រឈមនឹងបញ្ហាផ្សេងដែលកើតចេញពីសកម្មភាពរបស់ខ្លួននោះឡើយអ្វីត្បិតតែអ្នកវិទ្យាសាស្ត្រជាច្រើនបានស្រាវជ្រាវរកឃើញនៅវត្ថុអស្ចារ្យសម្រាប់ភាពងាយស្រួលរបស់មនុស្សតែគេក៏នៅមិនអាចយល់បានពេញលេញនៃខ្លឹមសារជីវិតនេះដែរដូច្នេះទើបមានអ្នកវិទ្យាសាស្ត្រមួយរូបទៀតបានលើកឡើងថាតើជីវិតមានខ្លឹមសារទេតើអ្វីជាខ្លឹមសារជីវិតវាជាអ្វីនៅកន្លែងណាកើតឡើងពេលណាដែរលំហវេហាបានមកជាសកលបានមកជាព្រះអាទិត្យខែនដី
ជីវិតមនុស្សនឹងមានច្រើនទៀតដែលត្រូវតែកើតឡើងប៉ុន្តែគ្រាន់តែថាវាជារបស់អ្នកណាឬនៅពេលណាតើព្រោះហេតុអ្វីចម្លើយគឺគ្មានតាក់ទងនឹងចរិយាការប្រព្រឹត្តរបស់មនុស្សលោកសាស្ត្រាចារ្យម្នាក់បានមានប្រសាសន៍ថាមនុស្សគឺមិនដូចអ្វីដែលគេមានទេហើយមនុស្សនេះក៏ដូចនឹងអ្វីដែលគេមិនមានផងដែរយោងតាមពាក្យសម្ដីគាត់មនុស្សមិនមានចរិយាមាយាទជាមនុស្សពិតទេតាមទស្សនៈពុទ្ធសាសនាមនុស្សមិនមែនជាសភាវៈដែលមិនប្រែប្រួលឡើយប៉ុន្តែតាមវោហារស័ព្ទមួយថាវាស្ថិតនៅពីមួយខណៈទៅមួយខណៈអាស្រ័យលើកម្លាំងកម្មជាមូលជីវិតមនុស្សមិនមែនត្រូវបានជប់ឬបង្កើតឡើងដោយបុគ្គលណាម្នាក់ឡើយជីវិតមានអត្តសញ្ញាណតខ្លួនរបស់វាច្បាស់លាស់យើងមិនអាចយល់នៅធម្មជាតិពិតនៃជីវិតដោយសារតែភាពអវិជ្ជានិងតណ្ហាដ៏ក្រាស់ឃ្មឹករបស់យើងព្រោះតែហេតុចង់រស់ហួសហេតុពេកនេះឯងទើបយើងរងទុក្ខវេទនាក្នុងលោកនេះដូច្នេះយើងពិតជាមិនអាចទៅរួចក្នុងការឆ្វេងយល់ថាតើជីវិតមានខ្លឹមសារឬមិនមាននៅក្នុងលោកនេះដោយគ្មានការយល់ត្រូវសមាទិដ្ឋិកម្លាំងកម្មជីវិតត្រូវបានអធិប្បាយរាយរាប់ថាជាការបូកបញ្ចូលគ្នានៃនាមនិងរូបផលនៃការបូកបញ្ចូលគ្នានេះភិវៈក៏ចាប់បដិសន្ធិក្នុងភពនិងបន្តផ្លាស់ប្ដូររហូតដល់រលត់ទៅវិញទោះបីយ៉ាងណានាមនិងរូបនេះបង្កើតនៅធាតុឬរូបក្នុងលក្ខណៈផ្សេងៗគ្នាអាស្រ័យលើចរិយាការប្រព្រឹត្តរបស់មនុស្សម្នាក់ៗក្នុងអតីតកាលវិថីចិត្តនេះបន្តដំណើររហូតដល់រាបណាកម្លាំងកម្មនិងតណ្ហានៅតែមានតាមពុទ្ធវចនៈជីវិតប្រមូលផ្ដុំនៅខណ្ឌ5បញ្ចខណ្ឌមានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌធាតុទាំងឡាយ4ប្រការមានធាតុដីធាតុទឹកធាតុភ្លើងនិងធាតុខ្យល់ក៏នាំឲ្យកើតរូបដែររូបខណ្ឌនិងនាមធម៌4ផ្សេងទៀតដូចបានបែងចែកខាងលើដូចជាវេទនាសញ្ញាសង្ខារនិងវិញ្ញាណត្រូវបានបូកបញ្ចូលគ្នាបង្កើតបានជាជីវិតមួយលក្ខណៈពិតនៃបញ្ចខណ្ឌនេះត្រូវបានពន្យល់ប្រៀបធៀបនៅក្នុងពុទ្ធវចនៈដូចនេះថារូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសេចក្តីប្រៀបធៀបនឹងក្រពេញទឹកដែលប៉ងឡើងព្រួចសញ្ញាមានសេចក្តីប្រៀបធៀបនឹងថ្ងៃបណ្ដាកូនសង្ខារទាំងឡាយមានសេចក្តីប្រៀបធៀបនឹងដើមចេកវិញ្ញាណមានសេចក្តីប្រៀបធៀបនឹងកលមាយាការវិភាគវេជ្ជញែកនៃជីវិតបែបនេះយើងពិតជាពិបាកណាស់ដើម្បីស្រាវជ្រាវរកសច្ចភាពឬខ្លឹមសារជីវិតដូចដែលបានពន្យល់រួចមកហើយការវិភាគនៃជីវិតបានធ្វើឲ្យមានចំនួនយ៉ាងធ្ងន់ធ្ងរកើតឡើងចំពោះជំនឿសាសនាទាំងឡាយនៅក្នុងសម័យកាលនោះព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងថាគ្មានវត្ថុណាស្ថិតស្ថេរដោយគ្មានការប្រែប្រួលនិងរលត់ទៅវិញនោះឡើយរូបរាងកាយគឺគ្មានអ្វីសំខាន់ក្រៅពីអភិសកម្មអរូបីសម្រាប់ការបូកបញ្ចូលគ្នានៃធាតុទាំងឡាយដែលតែងតែប្រែប្រួលផ្លាស់ប្ដូរជានិច្ចនិរន្តរ៍នោះឯងជីវិតគឺបីដូចជាទឹកស្ទឹងដែលហូរហើយចែកចេញទៅតាមផ្នែកផ្សេងៗរបស់ខ្លួនក្នុងខ្សែទឹកដ៏ធំនៃជីវិតគឺគ្មានអ្វីក្រៅពីខ្សែរលកការវិភាគនៃសកលលោករបស់វិទ្យាសាស្ត្របង្ហាញថាពិភពលោកគឺគ្មានអ្វីក្រៅពីខ្សែចលនាដែលមិនមានដាច់នោះទេលោកបណ្ឌិត Albert Einstein បាននិយាយថារូបត្រូវបានបង្កើតពីរលកហើយយើងរស់នៅក្នុងពិភពលោកនៃរលកនេះឯងប្រសិនបើមនុស្សអាចកំណត់ដឹងនៅដែននៃរូបរាងកាយរបស់ខ្លួនអារម្មណ៍របស់ខ្លួនចិត្តរបស់ខ្លួននិងធម្មអារម្មណ៍នោះយើងក៏ជាផ្នែកនៃរលកដូចគ្នាដែរការកំណត់សម្គាល់បែបនេះនឹងនាំឲ្យមនុស្សឆ្វេងយល់បានថាតើក្នុងជីវិតមានខ្លឹមសារឬយ៉ាងណាកែប្រែខ្លួនឯងតើអ្វីដែលសម្រេចបានដោយការកែប្រែពិភពលោកតើអ្នកអាចសម្រេចបាននូវសុក្រិតភាពឬទេអ្នកចិញ្ចឹមនឹងបំពេញតែអាត្មានដែលឥតប្រយោជន៍ប៉ុណ្ណោះអ្នកនឹងអន្ទូលទៅមកក្នុងវដ្តសង្សារដោយពិតប៉ុន្តែតាមការកែប្រែខ្លួនឯងការយល់ដឹងនៅធម្មជាតិនៃអត្តៈឆ្លងតាមការមិនប្រកាន់ខ្លួនការអប់រំខ្លួននិងការព្យាយាមខ្លួនឯងយើងនឹងអាចសម្រេចបាននូវសុក្រិតភាពយ៉ាងពិតដោយការសម្រេចបាននូវសុក្រិតភាពនេះជីវិតរបស់យើងមានខ្លឹមសារបរិបូរណ៍ហើយយើងអាចជួយយកអាសាអ្នកដទៃទៀតផងមនុស្សទាំងឡាយនឹងយកអ្នកជាឧទាហរណ៍ហើយពួកគេនឹងយកតម្រាប់តាមអ្នកនិងសម្រេចនៅគោលបំណងដ៏សាមញ្ញនៅក្នុងជីវិតនេះដែរ
បច្ចុប្បន្នមនុស្សគឺជាផលនៃគំនិតនិងសកម្មភាពអតីតកាលរាប់លានឆ្នាំមនុស្សមិនទាន់ធ្វើសម្រាប់កាមភពនិងរូបភាពចរិយាការប្រព្រឹត្តរបស់យើងត្រូវបានកំណត់ដោយចិត្តផ្ទាល់ខ្លួនយើងមនុស្សមិនមែនបរិសុទ្ធដោយធម្មជាតិទេយើងត្រូវហ្វឹកហាត់អប់រំខ្លួនយើងឲ្យបរិសុទ្ធទៅបានជីវិតមិនមែនជាកម្មសិទ្ធិរបស់មនុស្សតែម្នាក់នោះឡើយជីវិតសត្វផ្សេងទៀតកើតមាននៅក្នុងសកលលោកនេះដែរទោះជាយ៉ាងណាមនុស្សមានការពិចារណារកហេតុផលខ្ពង់ខ្ពស់ជាងសពសត្វដទៃទៀតស្ថិតក្នុងលក្ខណៈបែបនេះមនុស្សគឺប្រសើរជាងសត្វផ្សេងព្រោះមានបញ្ញាក្នុងការចាត់ចែងស្វែងរកមាគ៌ាជីវិតរបស់ខ្លួនដើម្បីគេចចេញពីសេចក្តីទុក្ខទាំងឡាយទាំងពួងប្រសិនបើខ្លឹមសារជីវិតគ្រាន់តែជាការគេចវេះអំពីសេចក្តីទុក្ខហេតុនោះមនុស្សទាំងឡាយអាចសម្រេចគោលដៅនេះបានមានតែតាមរយៈការព្យាយាមប្រឹងប្រែងផ្ទាល់ខ្លួនប៉ុណ្ណោះប៉ុន្តែក៏នឹងនៅតែបរាជ័យវិញប្រសិនបើយើងប្រើវាមិនបានត្រឹមត្រូវនៅក្នុងពុទ្ធដីកាព្រះសម្មាសម្ពុទ្ធទ្រង់សង្កត់ធ្ងន់ទៅលើតម្លៃរបស់មនុស្សព្រះអង្គបានទ្រង់ត្រាស់ថាមនុស្សជាសត្វដ៏អស្ចារ្យបំផុតដែលបានព្យាយាមតស៊ូពីមួយជាតិទៅមួយជាតិក្នុងដំណើរស្វែងរកសុក្រិតភាពឬការបំពេញបារមីតាមពិតជីវិតគឺជាការពិសោធន៍គ្មានអ្វីអាចប្រៀបធៀបនឹងជីវិតនេះទេហើយក៏គ្មានរង្វាស់នៃតម្លៃរបស់វាអាចត្រូវបានកំណត់ដូចជាវត្ថុផ្សេងទៀតដែរហើយលុយកាក់ប្រាក់កាសក៏មិនអាចទិញបានទៀតផងប៉ុន្តែវត្ថុកាត់ថ្លៃនេះគ្មានទេមនុស្សភាគច្រើនមិនបានសិក្សាឆ្វេងយល់ថាតើអ្វីដែលត្រូវធ្វើនឹងតម្លៃនេះដូច្នេះជីវិតមិនមែនគ្រាន់តែជារូបរាងកាយឬឥន្ទ្រីយអារម្មណ៍នោះទេប៉ុន្តែវាជាចិត្តគំនិតមនុស្សដែលរំពឹងសេចក្ដីគិតនោះផងឯងប្រភេទនៃមនុស្សព្រះសម្មាសម្ពុទ្ធបានចែកប្រភេទមនុស្សជា4ក្រុមមាន1បុគ្គលដែលធ្វើល្អសម្រាប់តែខ្លួនឯងប៉ុន្តែមិនមែនសម្រាប់អ្នកដទៃផងទេ2បុគ្គលធ្វើល្អចំពោះអ្នកដទៃតែមិនធ្វើល្អចំពោះខ្លួនឯង3បុគ្គលមិនធ្វើល្អចំពោះខ្លួនឯងនិងអ្នកដទៃ4បុគ្គលដែលធ្វើល្អចំពោះខ្លួនឯងផងនិងចំពោះអ្នកដទៃផងមនុស្សដែលធ្វើល្អសម្រាប់តែខ្លួនឯងម្នាក់មិនសម្រាប់អ្នកដទៃផងនោះតែងតែព្យាយាមពុះពៀលាក់បំបិតនៅអំពើទុច្ចរិតរបស់ខ្លួនមានកាយទុច្ចរិតវចីទុច្ចរិតនិងមโนទុច្ចរិតតែគាត់មិនបានស្នើអ្នកដទៃឲ្យបំបិតនៅសេចក្តីលោភលន់សេចក្តីក្រេវក្រោធនិងសេចក្តីវង្វេងនោះឡើយអ្វីដែលអ្នកធ្វើល្អចំពោះបុគ្គលដទៃហើយមិនធ្វើល្អសម្រាប់ខ្លួនឯងតែងតែសរសើរលើកទឹកចិត្តអ្នកដទៃឲ្យលះបង់នៅអំពើទុច្ចរិតទាំងឡាយមានកាយទុច្ចរិតវិច័យទុច្ចរិតនិងមโนទុច្ចរិតតែខ្លួនគាត់ផ្ទាល់មិនបានព្យាយាមកែប្រែលះបង់នៃសេចក្តីលោភលន់សេចក្តីក្រេវក្រោធនិងសេចក្តីវង្វេងទេមនុស្សដែលមិនធ្វើល្អចំពោះខ្លួនឯងនិងអ្នកដទៃតែងតែមិនព្យាយាមលះបង់នៅទុច្ចរិតទាំងឡាយមានកាយទុច្ចរិតវិច័យទុច្ចរិតនិងមโนទុច្ចរិតហើយក៏មិនបានសរសើរលើកទឹកចិត្តអ្នកដទៃឲ្យលះបង់សេចក្តីលោភលន់សេចក្តីក្រេវក្រោធនិងសេចក្តីវង្វេងរីឯបុគ្គលទី4ដែលធ្វើអំពើល្អចំពោះខ្លួនគាត់និងអ្នកដទៃតែងតែព្យាយាមប្រឹងប្រែងលះបង់នៅអំពើទុច្ចរិតទាំងឡាយមានកាយទុច្ចរិតវិច័យទុច្ចរិតនិងមโนទុច្ចរិតហើយមិនតែប៉ុណ្ណោះគាត់ក៏បានសរសើរលើកទឹកចិត្តឲ្យអ្នកដទៃលះបង់នៅសេចក្តីលោភលន់សេចក្តីក្រេវក្រោធនិងសេចក្តីវង្វេងទៀតផងជីវិតគេចមិនផុតពីសេចក្តីទុក្ខទេប្រសិនបើយើងពិចារណាវែងឆ្ងាយទៅយើងត្រូវតែយល់ព្រមថាជីវិតពិតជាមានសេចក្តីទុក្ខគ្មានទីបំផុតគ្រប់វិនាទីយើងតែងតែកើតទុក្ខមិនថាតាមផ្លូវកាយឬផ្លូវចិត្តតើយើងអាចស្វែងរកបុគ្គលណាដែលមិនមានសេចក្តីទុក្ខទោះតាមផ្លូវកាយឬផ្លូវចិត្តបានដែរឬទេសូម្បីតែបុគ្គលបានសម្រេចនៅសេចក្តីស្ងប់ហើយក៏មិនអាចគេចចេញពីសេចក្តីទុក្ខនេះបានឡើយដរាបណារូបកាយរបស់ពួកគេនៅមានជីវិតនិងសេចក្តីទុក្ខមិនអាចបំបែកចេញពីគ្នាបានទេប្រសិនបើនរណាម្នាក់សួរថាតើអ្វីដែលមិនច្បាស់លាស់បំផុតនៅក្នុងលោកនេះចម្លើយដ៏ត្រឹមត្រូវមុខជាថាជីវិតគឺជាសភាវៈដែលមិនទៀងទាត់បំផុតប្រសិនបើយើងធ្វើប្រងើយកន្តើយនឹងជីវិតនេះសូម្បីតែមួយវិនាទីយើងក៏សមល្មមនឹងត្រូវបាត់បង់នៅជីវិតរបស់យើងដែរគ្រប់សកម្មភាពក្នុងជីវិតប្រចាំថ្ងៃរបស់យើងមានដូចជាការងារការបរិភោគការផឹកការដេកនិងការដើរហើរគឺជាមាគ៌ានិងជាអត្តន័យដែលយើងគ្រប់រូបបានទទួលយកដើម្បីគេចចេញពីសេចក្តីទុក្ខនិងសេចក្តីស្លាប់
ទោះបីជាពេលខ្លះយើងក៏បានជួបនឹងសេចក្តីសុខសមមនោលោកីនេះបន្តិចបន្តួចដោយបំពេញនៅចំណង់របស់យើងហើយវត្ថុដែលបានផ្ដល់នៅសេចក្តីសប្បាយនេះនឹងវិលត្រឡប់ទៅជាសេចក្តីទុក្ខវិញដូច្នេះកំណប់ទ្រព្យនៃសន្តិភាពនិងសេចក្តីសុខសុភមង្គលដ៏ថ្លៃថ្លាមិនមែននៅក្នុងកណ្ដាប់ដៃអ្នកមានទ្រព្យទេប៉ុន្តែវាបាននៅក្នុងកណ្ដាប់ដៃនៃបុគ្គលណាដែលបានចេញផុតពីសេចក្តីសុខលោកីនេះអ្វីដែលជាប់តាក់ទងនឹងជីវិតយើងសុទ្ធតែស្ថិតក្នុងសេចក្តីប្រែប្រួលនិងសេចក្តីទុក្ខហេតុនេះទើបព្រះសម្មាសម្ពុទ្ធទ្រង់យល់ថាដរាបណាមានកាមតណ្ហាប្រាថ្នាចង់បានដរាបនោះយើងគ្មានផ្លូវណាអាចរត់ចេញពីសេចក្តីទុក្ខបានឡើយតណ្ហាគឺជាភ្នាក់ងារដ៏សំខាន់នាំឲ្យកើតភពជាតិកំណើតនៅពេលណាមានភពសេចក្តីទុក្ខក៏ប្រកាសជាមិនអាចគេចផុតបានទេប៉ុន្តែអ្នកដែលស្វែងរកមានទីធាយុភាពបែរជាយល់ថាជីវិតគួរឲ្យធុញទ្រាន់ខ្លាំងណាស់ដោយពួកគាត់មិនបានដឹងថាតើវាកន្លងទៅអស់ប៉ុន្មានថ្ងៃហើយមានសុភាសិតចិនស្ដីពីចំណង់តណ្ហារបស់មនុស្សដែលមិនចេះស្កប់ស្កល់ចំពោះអ្នកមានអាយុវែងថាគាត់លប់តែខ្លួនឯងនឹងគាត់បន់ស្រន់ប្រាថ្នាចង់បានអាយុវែងហើយគាត់តាំងខ្លាចចាស់ជរាបែបទំនងជាបំណងរបស់គាត់ចង់នៅតែក្មេងដើម្បីសេពសោយនៅកម្មគុណជារៀងរហូតមើលទៅព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាកម្មតណ្ហានេះគឺជាហេតុនាំឲ្យគំនិតអាត្មានិយមនិងសេចក្តីទុក្ខទាំងឡាយកម្មតណ្ហានេះគឺជាហេតុនាំឲ្យមានគំនិតអាត្មានិយមនិងសេចក្តីទុក្ខទាំងឡាយសេចក្តីសុខសមមនោមានសមល្មមនៅពេលជីវិតនេះបណ្ដែតអារម្មណ៍រំដំទៅតាមបទចម្រៀងប៉ុន្តែផលប្រយោជន៍មនុស្សគឺនៅត្រង់ថាមនុស្សនោះអាចញញឹមរួចនៅពេលសេចក្តីស្លាប់ជិតចូលមកដល់សេចក្តីសុខដ៏តិចតួចដែលយើងទទួលបានគឺសុទ្ធតែលេចចេញមកពីភាពអស់សង្ឃឹមការបរាជ័យនិងការចាញ់មនុស្សមិនអាចស្វែងរកជីវិតឃើញនៅកន្លែងដែលមានសេចក្តីលំបាកបញ្ហាការប្រឆាំងដណ្ដើមគ្នាដីអស់សង្ឃឹមជាដើមនិងនៅក្នុងចំណោមស្ថានភាពដែលគ្មានលក្ខណៈដូចគ្នាផ្សេងៗរាប់ពាន់ទៀតយើងប្រឹងតែតស៊ូឲ្យកាន់តែខ្លាំងដើម្បីគេចចេញពីភាពអពមង្គលតាមវិគាលោកីយើងក៏ចងខ្លួនយើងកាន់តែខ្លាំងជាមួយនឹងបញ្ហាផ្សេងៗទៀតនៅពេលយើងចង់គេចចេញពីបញ្ហាដោយមានបំណងឬគ្មានបំណងយើងក៏ប្រកាសជាបង្កើតបញ្ហាដទៃទៀតមកដល់ខ្លួនឯងអ៊ីចឹងតើទីបញ្ចប់នៃបញ្ហាទាំងនេះនៅឯណាចំពោះការរស់នៅនេះយើងត្រូវតែទទួលបាននូវភាពលំបាកនិងសេចក្តីទុក្ខបែបនេះដោយមិនចាំបាច់ត្អូញត្អែទេមិនមានជំរឿសផ្សេងទៀតឡើយសេចក្តីទុក្ខនឹងតែងតែកើតមានជាដរាបព្រោះសេចក្តីទុក្ខអពមង្គលមិនមានផ្លូវដែលអាចជៀសរួចព្រះពុទ្ធទ្រង់សម្ដែងថាសេចក្តីទុក្ខនេះគឺជាជំងឺមួយហើយអាចត្រូវបានព្យាបាលជាសះស្បើយរហូតនៅពេលសក្តិភាពត្រូវបានសម្រេចឡាវជឺជាគ្រូជនជាតិចិនដ៏ល្បីម្នាក់បាននិយាយថាខ្ញុំបានរងទុក្ខវេទនាព្រោះដោយសារខ្ញុំមានរូបប្រសិនបើខ្ញុំគ្មានរូបទេតើខ្ញុំមានទុក្ខដូចម្តេចទៅលោកចាកូសបូស្មៀបាននិយាយថាទោះបីយកភ្នំទាំងឡាយធ្វើជាសភៅទឹកទន្លេបឹងបួរធ្វើជាទឹកខ្មៅព្រៃព្រឹក្សាធ្វើជាស្លាបកាក៏មិនអាចពិពណ៌នារៀបរាប់ពីសេចក្តីទុក្ខដែលមាននៅក្នុងលោកនេះអស់ដែរពេលយើងក្រឡេកមើលឃើញមនុស្សដែលទទួលរងទុក្ខក្នុងមាគ៌ាបែបណាមួយនោះយើងក៏ប្រកាសជាយល់នៅស្ថានភាពពិតនៃជីវិតលោកីហេតុអ្វីបានជាពួកគេរងទុក្ខបែបនេះហើយតើនរណាជាអ្នកទទួលខុសត្រូវចំពោះសេចក្តីទុក្ខរបស់ពួកគេព្រះពុទ្ធទ្រង់សម្ដែងថាមនុស្សគ្រប់រូបគឺជាអ្នកទទួលខុសត្រូវនៃសេចក្តីទុក្ខរបស់ខ្លួនរបស់ពួកគេនៅថ្ងៃនេះពួកគេរងទុក្ខដោយសារកាមតណ្ហារបស់គេដ៏ខ្លាំងក្លានេះជំរុញឲ្យពួកគេប្រព្រឹត្តធ្វើនៅអំពើអកុសលទាំងពួងនេះជាហេតុចម្បងនៃសេចក្តីទុក្ខទាំងឡាយអស់រយៈពេលជាង 2500 ឆ្នាំកន្លងទៅហើយដែលទស្សនវិទូនិងចិត្តវិទូបានបង្កើតឲ្យមានគ្រោះមហន្តរាយសេចក្តីសោកសៅនិងសេចក្តីទុក្ខនៅក្នុងពិភពលោកនេះគ្មានប្រយោជន៍សោះសេចក្តីទុក្ខកង្វល់ច្រើនមនុស្សសម្រក់ទឹកភ្នែកក៏មានច្រើនពេលវេលាច្រើនលុយកាក់មានច្រើនហើយទាំងអស់នេះសម្រាប់អ្វីណោបញ្ហាច្រើនតែខ្លួនតូចការវិខ្ចប់កញ្ចប់ប្រូតេអ៊ីនលឿនរហ័សមិនឲ្យខ្យល់បក់ត្រូវយ៉ាងណាសាកសពគឺរូបរាងកាយតូចតាចនេះក៏ដល់នៅការចាស់ជរាដ៏លឿនរហ័សយ៉ាងដូច្នោះដែរមិនយូរប៉ុន្មានមាតាបិតាជាទីស្រឡាញ់ឬញាតិមិត្តសាច់សាលោហិតបងប្អូនប្រពន្ធកូនចៅគូស្នេហ៍ជាទីស្នេហាក៏មិនមានទៀតឡើយក្រៅពីនេះយើងនៅមានគ្រឿងលបួងលួងលោមចិត្តទាំងឡាយមានដូចជាក្តាំឈូសក្បួនហែហោមនិងដុំថ្មដាក់សង្កត់លើក្បាលភ្នូការជប់លៀងនិងការចូលរួមមរណទុក្ខកម្មវិធីបុណ្យកប់ឬក៏ដុត
ឬអបថ្នាំសពទុករហូតកិច្ចការទាំងអស់នេះសម្រាប់តែសាកសពដែលហើមប៉ោងប៉ុណ្ណោះទេកូនចងចាំចៅតូចៗក៏ចងចាំហើយបន្ទាប់មកពួកគេក៏ភ្លេចអស់រលីងសូន្យទីបំផុតនៅសល់តែដុំថ្មនិងឆ្អឹងតើទាំងអស់នេះមានប្រយោជន៍ដែរឬទេតម្លៃស្មារតីលោក Julian Huxley បាននិយាយថាជីវិតក៏បីដឹកនាំក្នុងការបំពេញកិច្ចការទាំងឡាយដែលមិនអាចរាប់បានមានទាំងផ្នែកផ្លូវកាយផ្នែកផ្លូវចិត្តផ្នែកស្មារតីនិងជាងនេះទៅទៀតគឺអ្វីដែលមនុស្សមានសមត្ថភាពធ្វើបានក្នុងនោះសាមគ្គីភាពគឺជាវត្ថុសំខាន់និងជាវត្ថុដ៏ឧត្តមបំផុតដែលមនុស្សត្រូវតែលើកកម្ពស់យើងកាត់មកក្នុងលោកនេះត្រូវតែធ្វើអំពើល្អហើយកុំឲ្យពេលវេលារបស់យើងកន្លងទៅដោយសេចក្តីខ្ជិលច្រអូសឡើយប្រសិនបើយើងធ្វើសោះអង្គើយប្រងើយកន្តើយនោះយើងនឹងប្រកាសជាធ្លាក់ក្នុងលោកនេះហើយត្រូវតែគិតពីកំណើននៃអំពើល្អនិងបញ្ញាយើងនឹងបាត់បង់ឯកសិទ្ធិក្នុងការកាត់មុខជាមនុស្សប្រសិនបើយើងមិនធ្វើអំពើកុសលដែលនាំយើងមកទីនេះទេការខ្ជះខ្ជាយបទពិសោធន៍ក្នុងគំនូរទុកកាលពីអតីតដោយសារតែភាពខ្ជិលច្រអូសនិងសេចក្តីប្រមាថគឺពិតជាបង្ហាញឲ្យឃើញនៅភាពមិនសមរម្យរបស់មនុស្សសម្រាប់រស់នៅក្នុងពិភពលោកនេះដើមឈើក៏មានឫសរបស់វាតម្លៃស្មារតីដែលយើងភាគច្រើនមិនបានគិតដល់ទេបើគ្មានឫសទាំងនេះស្លឹកទាំងឡាយមុខជាស្វិតស្រពោនធ្លាក់ចុះចាក់តងនឹងធ្វើឲ្យដើមឈើនេះមិនអាចលូតលាស់ទៅទៀតបានព្រះដ៏មានប្រភាកទ្រង់ទូមានយើងកុំឲ្យខ្ជិលច្រអូសប៉ុន្តែត្រូវតែក្រោកឈរឡើងនិងធ្វើការងារហើយទទួលបានផលចំណេញព្រមទាំងត្រូវចេះថែរក្សានៅចំណូលដែលរកបានដោយមិនចេះចាយវាយខ្ជះខ្ជាយផ្ដេសផ្ដាស់ព្រះអង្គបានទតឃើញនៅជីវិតលោកីនេះក្នុងទស្សនវិស័យដ៏ល្អប្រពៃដោយគ្មានមច្ឆរិយៈអកប្បកិរិយាអាត្មានិយមម្យ៉ាងវិញទៀតគ្រូសាសនាដែលបានត្រាស់ដឹងទាំងឡាយបានពន្យល់ថាប្រសិនបើយើងបណ្ដោយឲ្យជីវិតអន្ទោលទៅក្នុងវដ្តសង្សារដែលជាកន្លែងពោពេញដោយសេចក្តីទុក្ខទាំងផ្លូវកាយនិងផ្លូវចិត្តនេះខ្លឹមសារជីវិតនេះពិតជាមិនមានឡើយប៉ុន្តែយើងអាចប្រើជីវិតនេះក្នុងគោលដៅដ៏ប្រពៃថ្លៃថ្លាដោយជួយយកអាសាអ្នកដទៃការរក្សាសិលការវឹកហាត់អប់រំចិត្តនិងរស់នៅជាមួយមនុស្សដែលមានអរិយធម៌ក្នុងសុខសន្តិភាពនិងសាមគ្គីភាពជាមួយនឹងមនុស្សពិភពលោកទាំងមូលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទៀតថាមនុស្សគឺមិនមែនជាអាយ៉ងដែលគេចចេញពីការទទួលខុសត្រូវនោះទេមនុស្សត្រូវបានគេប្រៀបបីដូចផ្លែឈើដែលមានការវិវត្តដូច្នេះជីវិតជាការនាំចេញពីភាពអន្តកាលមករកភាពភ្លឺថ្លាចេញពីភាពគ្មានសច្ចៈមកកាន់សច្ចភាពនិងពីសេចក្តីស្លាប់មកជាជីវិតអមតៈសម្ដីដ៏មានខ្លឹមសារទាំងនេះផ្ដល់ឲ្យយើងនៅគំនិតយ៉ាងច្រើនបីដូចជាអាហារដែរភាពអមតៈក្រោយពេលស្លាប់សំណួរទាំងអស់ដែលមនុស្សសួរស្ដីពីជីវិតពួកគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមរណភាពគាត់ផ្លាយពីភាវៈរូបផ្សេងវាហាក់ដូចជាគាត់មិនដែលកំណត់ដឹងនៅសេចក្តីស្លាប់របស់ខ្លួនគាត់ហើយក៏មិនដែលបានចែករំលែកនៅភពព្រេងវាសនានេះដល់សពសត្វទាំងឡាយផងដែរបើសិនជាមានតែមនុស្សដែលបានដឹងថាជីវិតគឺខ្លីមានសេចក្តីស្លាប់ក៏មិនអាចគេចផុតនោះពួកគេអាចដោះស្រាយបញ្ហាជាច្រើនដែលទាក់ទងនឹងជីវិតនេះបានក្នុងការប្រឆាំងនឹងសេចក្តីស្លាប់មនុស្សបានសម្រេចនៅការពន្យាពេលនៃជីវិតដែលប្រៀបធៀបទៅនឹងកូនក្មេងដែលកំពុងលេងនៅលើឆ្នេរសមុទ្រធ្វើការទាំងអស់សង្ឃឹមដើម្បីពូនដីខ្សាច់ឲ្យបានមុនរលកបន្ទាប់បក់បោកមកលើវាជារឿយៗមនុស្សបានធ្វើបុណ្យនេះតាមគន្លងសាសនាហើយការបួងសួងសម្រួងសុំពរជ័យសិរីសួស្តីដើម្បីសម្រេចនៅជីវិតអមតៈសេចក្តីស្លាប់មានចំពោះមនុស្សសត្វទាំងអស់ប៉ុន្តែមនុស្សបានតស៊ូនឹងសេចក្តីភ័យខ្លាចនិងការគំរាមកំហែងពីសេចក្តីស្លាប់ដែលមិនមានការប្រែប្រួលនេះហើយក្រៅពីកម្មតណ្ហានៅក្នុងរូបដែលអាចគិតរបស់ពួកគេមនុស្សក៏បានបង្កើតសាសនាក្នុងបំណងផ្ដល់នូវអត្ថន័យបន្ថែមទៀតដល់ជីវិតទោះបីជាសាសនាមានជំនឿទៅលើឋានសួគ៌ជាកន្លែងដែលជីវិតប្រកបជាបានសោយនៅសេចក្តីសុខក៏មិនទាន់បានឃើញបរិស័ទសាសនាណាដែលលះបង់នៅកំណើតលើផែនដីនេះដើម្បីទៅរស់នៅក្នុងឋានសួគ៌នេះទេដូចគ្នានេះសូម្បីតែពុទ្ធសាសនិកទាំងឡាយក៏ពេញចិត្តបន្តកំណើតជាទីស្រឡាញ់នៅលើផែនដីបើទោះបីពួកគេដឹងថាជីវិតនៅក្នុងពិភពលោកនេះមិនមានខ្លឹមសារប៉ុន្តែមានតែសេចក្តីទុក្ខហើយថាបរមសុខនៅត្រង់ការរួចផុតពីសេចក្តីទុក្ខត្រង់នេះហើយដែលព្រះពុទ្ធបរមគ្រូនៃយើងសម្ដែងថាជីវិតគឺជាទុក្ខប៉ុន្តែការកើតជាមនុស្សគឺជាលាភឬភពសំណាងដ៏ប្រសើរនោះគឺបានសេចក្តីថាជីវិតគឺជាទុក្ខមែនហើយប៉ុន្តែពុំមែនមានន័យថាសេចក្តីទុក្ខនោះគ្មានដំណោះស្រាយទេ
សពថ្ងៃបញ្ហាដ៏ធំបំផុតដែលគ្រប់ប្រទេសនៅក្នុងពិភពលោកត្រូវប្រឈមមុខគឺកំណើនអត្រាប្រជាជនមធ្យោបាយនិងអត្ថន័យនឹងត្រូវតែឃើញក្នុងការទប់ស្កាត់នៅកំណើនឥតឈប់ឈរនៃជីវិតនេះមនុស្សរាប់លាននាក់ត្រូវការអាហារបរិភោគទីជម្រកសុខសុវត្ថិភាពចំពោះមនុស្សទាំងអស់នេះសំណួរគឺមិនមែនតើអ្វីជាខ្លឹមសារជីវិតនោះទេតែថាតើត្រូវធ្វើអ្វីជាមួយនឹងជីវិតនេះចម្លើយដ៏សាមញ្ញគឺថាមនុស្សគួរតែប្រើជីវិតនិងប្រភពរបស់វាដ៏ប្រសើរថ្លៃថ្លានេះស្វែងរកសេចក្តីសុខដែលខ្លួនអាចយកមកប្រតិបត្តិនិងប្រកបដោយសីលធម៌ជាជាងការព្រួយបារម្ភហួសហេតុពេកអំពីដំណើរជីវិតដែលគ្មានគោលដៅពិតប្រាកដនេះទោះជាយ៉ាងណាសាសនាឈានជើងមកដើម្បីដោះស្រាយបញ្ហាមនុស្សឬជាការដាស់តឿនក្រើនរំលឹកគាត់ទៅនឹងការពិតថាជីវិតមិនមែនមានតែទុក្ខនិងក្តីអស់សង្ឃឹមដោយដែលគេសំដៅទៅលើផ្លូវកាយនោះទេជីវិតដ៏ប្រសើរឧត្តមសេចក្តីសង្ឃឹមមានពិតប្រាកដការវិវត្តដែលមនុស្សបានបង្កើតឡើងនៅក្នុងពិភពលោកនេះគឺដោយសារតែការពិតដែលគាត់ដឹងនោះថាគាត់ជាមនុស្សដែលមានសិលធម៌ហើយគាត់ចង់បន្សល់ទុកនៅនិមិត្តសញ្ញានេះដល់ជំនាន់ក្រោយមុនពេលដែលគាត់ធ្វើមរណកាលទៅប្រសិនបើមនុស្សប្រព្រឹត្តធ្វើតែអំពើអសិលធម៌ហេតុនោះការកើតមកក្នុងលោកីមិនមានទីបំផុតទេគាត់ងាយនឹងចាប់យកនៅវត្ថុផ្សេងៗហើយក៏ងាយនឹងបាត់បង់នៅការលើកទឹកចិត្តឬការផ្ដើមគំនិតដើម្បីធ្វើឲ្យមានដំណើរការឡើងវិញដែរគាត់គ្មានបំណងក្នុងការញ៉ាំងពិភពលោកឲ្យមានការប្រសើរជាងមុនឡើយប្រសិនបើគ្មានសេចក្តីស្លាប់ទេជីវិតក៏គ្មានត្រឹមត្រែងការប្រែប្រួលមិនអាចនិយាយរួចស្មុគស្មាញនិងធុញថប់ដែរប្រសិនបើមនុស្សបានចម្រើនបញ្ញានិងដឹងពេលវេលាដែលគាត់នឹងត្រូវស្លាប់នោះមនុស្សនឹងប្រព្រឹត្តធ្វើអំពើផ្សេងពីអ្វីដែលគាត់កំពុងដំណើរការនៅបច្ចុប្បន្នរូបរាងកាយរបស់មនុស្សប្រែក្លាយជាធូលីមែនប៉ុន្តែកិត្តិយសកេរ្តិ៍ឈ្មោះរបស់គាត់មិនសាបសូន្យឡើយអ្វីត្បិតតែដូនតារបស់យើងបានស្លាប់ទៅក្តីក៏យើងសន្មតថាពួកគាត់នៅជាមួយយើងជានិច្ចនេះមិនមែនរូបរាងកាយទេប៉ុន្តែគុណតម្លៃដែលគាត់បានបង្កើតទុកមកតាំងពីអតីតកាលពីជំនាន់មួយទៅជំនាន់មួយទៀតនៅគង់វង្សជានិច្ចត្រង់ពាក្យថាជីដូនជីតានេះយើងមិនមែនពោលសំដៅទៅលើតែដូនតានោះទេប៉ុន្តែយើងសំដៅទៅលើមនុស្សទាំងអស់ដែលបានរួមចំណែកបម្រើសង្គមនិងប្រជាជននៅក្នុងសេចក្តីនេះយើងអាចនិយាយបានថាវីរៈបរិសអ្នកបុស្សទស្សនវិទូនិងកវីនិពន្ធកាលពីអតីតកាលរស់នៅជាមួយយើងតាមរយៈឥទ្ធិពលរបស់គាត់ជាការផ្សារភ្ជាប់ខ្លួនយើងនិងអ្នកប្រាជ្ញទាំងឡាយនោះយើងប្រឹងប្រែងរួមចំណែកចែករំលែកនិងរក្សាទុកនៅទស្សនៈដ៏មានខ្លឹមសាររបស់ពួកគាត់សូម្បីតែបទចម្រៀងដែលមានអាយុកាលរាប់សតវត្សរ៍ហើយក៏ដោយការស្រែកទ្រហោយំនៃដួងចិត្តរបស់មនុស្សសម្រាប់ខ្លឹមសារនេះគឺជាការទទួលស្គាល់ដ៏ងងឹតងងល់នៃធម្មជាតិជីវិតនៅពេលមនុស្សយល់ពីខ្លួនគាត់ដូចជាទេវតានិងជាធម្មជាតិដ៏ឧត្តមឧត្តមនោះគាត់មិនមែនស្រែកទ្រហោយំរកខ្លឹមសារជីវិតទៀតទេព្រោះគាត់យល់ថាគាត់នេះហើយគឺជាមនុស្សដែលមានខ្លឹមសារបំផុតទស្សនវិទូទាំងឡាយយល់ថាការសិក្សាអំពីប្រវត្តិរបស់មនុស្សគឺមិនត្រូវទៅកំណត់លើអ្វីដែលកើតក្នុងលំហអាកាសទេតែជាការសិក្សាអំពីអ្វីដែលកើតមាននៅក្នុងដួងចិត្តរបស់មនុស្សព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាវត្ថុស័ក្តិសិទ្ធិណាមួយប្រសើរជាងមនុស្សបរិសុទ្ធមិនមានឡើយមនុស្សអាចលើកតម្កើងខ្លួនគាត់ឲ្យខ្ពស់ហួសពីលក្ខណៈបុគ្គលបានតែគាត់មិនអាចលើកកម្ពស់ខ្លួនគាត់ឲ្យហួសពីច្បាប់និងចរិតលក្ខណៈរបស់គាត់បានឡើយចូលប្រើប្រាស់ជីវិតនេះឲ្យបានប្រពៃចំណុចសំខាន់នៃជីវិតគឺថាយើងមានការរស់នៅនេះឯងហេតុនេះហើយយើងត្រូវតែប្រើប្រាស់វាឲ្យបានប្រសើរបំផុតតាមពិតនេះគឺគុណតម្លៃដ៏ល្អជាឱកាសនៃការប្រើប្រាស់នៃជីវិតឲ្យមានតម្លាភាពមនុស្សភាគច្រើនដឹកនាំមាគ៌ាជីវិតចង្អៀតចង្អល់អពមង្គលនិងថោកទាបដោយសារតែគេមិនព្យាយាមប្រើប្រាស់ជីវិតនេះឲ្យបានត្រឹមត្រូវគេចំណាយពេលវេលាយ៉ាងច្រើនទៅលើតែការព្រួយបារម្ភនិងការតស៊ូដើម្បីរស់ធ្វើការបីដូចជាខ្ញុំបម្រើហើយប្រឈមនឹងបញ្ហាយ៉ាងច្រើនយើងចំណាយពេលច្រើននៅក្នុងសមរភូមិវាយគ្នាដើម្បីរស់វាយគ្នាដើម្បីអំណាចវាយគ្នាដើម្បីផលប្រយោជន៍វាយគ្នាដើម្បីកិត្តិយសវាយគ្នាដើម្បីកម្មគុណនិងវាយគ្នាដើម្បីរួចផុតពីសេចក្តីគ្រោះថ្នាក់ជានិច្ចកាលយើងទទួលផលប្រយោជន៍នេះតិចតួចណាស់ប៉ុន្តែសេចក្តីសុខនេះទីបញ្ចប់នៃដល់នៅសេចក្តីទុក្ខវិញក្រឡេកមើលពិភពលោកយើងឃើញថាតើមនុស្សប៉ុន្មានអ្នកវាយប្រហារគ្នាបោះក្របបែកឆក់ប្លន់និងញោមញីអ្នកដទៃពិភពលោកទាំងមូលប្រៀបបីដូចជាផ្ទះឆ្កួតយ៉ាងដូចនោះឯងមនុស្សបានភ្លេចនៅចរិតដ៏ប្រពៃថ្លៃថ្លារបស់មនុស្សជាតិហើយមានការវិចវេសាហាវខុសខើ
បោកប្រាស់ឆក់កណ្ដៀតបង្កអំពើហិង្សាការគុំគួនការលុបលុននិងភាពអវិជ្ជានៅគ្រប់ដណ្ដប់ពួកគាត់ទំនងជាមិនមានកន្លែងណាដែលអាចអប់រំចិត្តរបស់មនុស្សនេះទេអញ្ចឹងតើមនុស្សស្វែងរកសេចក្តីសុខសុភមង្គលនិងសេចក្តីសប្បាយរីករាយនៅក្នុងសមរភូមិដែលបុគ្គលម្នាក់ៗវាយដណ្ដើមគ្នាដើម្បីផលប្រយោជន៍និងការកិច្ចចេញពីគ្រោះថ្នាក់នេះយ៉ាងដូចម្តេចទៅណអំពើអមនុស្សធម៌របស់មនុស្សបណ្ដាលឲ្យមនុស្សទទួលទុក្ខរាប់មិនអស់ប្រសិនបើអ្នកយល់ពីធម្មជាតិពិតនៃជីវិតនិងពិភពលោកនេះអ្នកនឹងបានយល់រួចជាស្រេចថាហេតុអ្វីចាំបាច់ត្រូវសម្រេចបាននៅទីរលត់ទុក្ខពោលគឺព្រះនិព្វានហើយអ្នកក៏មិនបង្អែបង្អង់ក្នុងការសម្រេចបាននៅសេចក្តីសុខនៅក្នុងស្ថានសួគ៌ដែរសពថ្ងៃនេះអ្នកវាយដណ្ដើមគ្នាដើម្បីគេចចេញពីសេចក្តីទុក្ខតាមផ្លូវលោកីទោះជាយ៉ាងណាប្រសិនបើអ្នកព្យាយាមគេចសេចក្តីទុក្ខដោយការចម្រើនបញ្ញាចម្រើនសមាធិនោះអ្នកអាចសម្រេចបាននៅសេចក្តីសុខសន្តិភាពពិតប្រាកដនេះហើយគឺព្រះនិព្វានយើងដឹងហើយថាមានមនុស្សច្រើនណាស់នៅក្នុងពិភពលោកនេះដែលមិនទាន់ត្រៀមធ្វើការដើម្បីសម្រេចនៅព្រះនិព្វានសូម្បីក្នុងចំណោមពុទ្ធសាសនិកក៏ដោយមូលហេតុនេះមានអ្នកខ្លះបានបញ្ចេញទស្សនៈថាព្រះនិព្វានដូចជាឋានសួគ៌ដែលមនុស្សអាចសេពសោយកាមគុណសេចក្តីពន្យល់ណែនាំបែបនេះនឹងកើតមានឡើងតែចំពោះបុគ្គលទាំងឡាយណាដែលមានតណ្ហានិងសេចក្តីប្រាថ្នាលោភលន់ខ្លាំងក្លានៅក្នុងការរស់នៅនិងលោកីសុខរបស់គេប៉ុណ្ណោះគេមិនយល់ពីទស្សនៈព្រះនិព្វានទេនេះគ្រាន់តែការយល់សប្តិជានិច្ចកាលពុទ្ធជនតែងតែគិតនិងសូត្របួងសួងដើម្បីសម្រេចបាននៅព្រះនិព្វាននេះម្យ៉ាងទៀតមានមនុស្សខ្លះដែលជាអ្នកគិតថាវាជាការប្រសើរខ្លាំងណាស់ក្នុងការរស់នៅក្នុងពិភពលោកនេះដើម្បីសេពសោយនៅកម្មគុណក្នុងជីវិតអ្វីបើវាពោពេញទៅដោយសេចក្តីទុក្ខក៏ដោយចុះពួកគេឆោតល្ងងណាស់គេមិនបានយល់ថាដោយសារតែតណ្ហានិងលោភៈដែលគេបានចម្រើនអប់រំនេះហើយទើបពួកគេអាចសម្រេចបាននៅព្រះនិព្វានដែលជាសេចក្តីសុខអមតៈហើយលោកធម៌ដែលពួកគេគិតថាជាសេចក្តីសុខសុភមង្គលមិនអាចរំដោះគេឲ្យចេញឆ្ងាយពីសេចក្តីទុក្ខទាំងផ្លូវកាយនិងផ្លូវចិត្តបានឡើយព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថារឿងនេះគឺដោយសារតែភាពអវិជ្ជាដែលមនុស្សប្រាថ្នានៅក្នុងភពវាលវដ្តសង្សារនេះខណៈពេលដែលសេចក្តីទុក្ខដ៏មុតមមនិងបំភាន់ភ្នែកក្នុងការស្រាវជ្រាវរាវរកនៅវត្ថុសម្រេចចិត្តវិញ្ញាណពួកគេគួរតែរៀនសម្ងប់នៅអារម្មណ៍របស់គេជាការធ្វើឲ្យស្ងប់ចិត្តយ៉ាងឆាប់រហ័សពិភពលោកគ្មានទីពឹងមនុស្សមួយចំនួនគិតថាប្រសិនបើយើងទាំងអស់សម្រេចព្រះនិព្វានពិភពលោកនេះនឹងក្លាយជាកន្លែងទទេហើយថាគ្មានបុគ្គលណាធ្វើការងារញ៉ាំងឲ្យពិភពលោកនេះឲ្យមានដំណើរការតទៅទៀតទេនេះជាទស្សនៈដ៏រាក់កំភែលរបស់បុគ្គលដែលខ្វះបញ្ញាខាងមនុស្សសត្វលោកនេះឯងគេគួរតែយល់ថាពិភពលោកនេះនឹងមិនដែលក្លាយជាវារហោស្ថានព្រោះតែជនជាបណ្ឌិតយ៉ាងតិចតួចបំផុតសម្រេចនៅព្រះនិព្វាននោះទេពិភពលោកដែលពួកគេព្រួយបារម្ភនេះនឹងមិនមានទីបំផុតសម្រាប់ពួកគេឡើយពិភពលោកនេះគ្មានទីចាប់ដើមហើយក៏គ្មានទីបំផុតដែរប្រព័ន្ធពិភពលោកនេះនឹងតែងតែកាត់ឡើងនិងវិនាសទៅវិញជាធម្មតានៅពេលដែលពិភពលោកមួយបានរលត់ផុតទៅពិភពមួយទៀតក៏បានកើតឡើងប្រព័ន្ធពិភពដែលបានរត់រាយចាប់ផ្ដើមប្រមូលផ្ដុំកើតឡើងទៀតដោយសារតែការបញ្ចូលគ្នានៃម៉ូលេគុលនិងកម្លាំងថាមពលសពសត្វលោកដែលបានលាចាកដតីមកចាប់កំណើតក្នុងភពនេះដោយសារតែការបូកបញ្ចូលនៃធាតុទាំងឡាយថាមពលនិងកម្លាំងកម្មរបស់ពួកគេបុគ្គលម្នាក់មិនក៏បីគិតថាមានដែនកំណត់នៃចំនួនសពសត្វដែលកើតឡើងនិងរលត់ទៅវិញដដែលនៅក្នុងសកលលោកនេះសោះឡើយសត្វលោកនឹងមិនមានកំណត់និងគ្មានទីបំផុតទេវឌ្ឍនធម៌និងអវឌ្ឍនធម៌តើយើងពិតជាធ្វើការដើម្បីញ៉ាំងពិភពលោកនេះឲ្យមានដំណើរការឆ្ពោះទៅមុខឬយើងទំនងជាគិតដូច្នោះប៉ុន្តែតាមការពិតយើងកំពុងតែបំផ្លិចបំផ្លាញពិភពលោកនេះយើងបានរកឃើញនៅផ្ទាំងស៊ីបយ៉ាងច្រើនដើម្បីបំផ្លិចបំផ្លាញនៅពិភពលោកធម្មជាតិបានផលិតនៅវត្ថុសម្ភារៈដ៏ច្រើនយ៉ាងនៅក្នុងពិភពលោកនេះដើម្បីសម្រេចនៅគោលបំណងតខ្លួនយើងកំពុងតែបំផ្លិចបំផ្លាញនៅសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅលើភពផែនដីនេះយើងកំពុងតែបំពុលបរិយាកាសដូចជាទឹកនិងអាកាសជាដើមយើងកំពុងបំផ្លាញជីវិតរុក្ខជាតិក៏ដូចជាជីវិតសត្វទាំងឡាយយើងមិនគួរគប្បីនឹកស្មានថាយើងជាមនុស្សគឺជាភាវៈរស់តែមួយគត់ដែលមានសិទ្ធិរស់នៅក្នុងភពផែនដីនេះឲ្យសោះមនុស្សសត្វគ្រប់អាត្មាមានសិទ្ធិស្មើគ្នាក្នុងការរស់រានមានជីវិតនៅលើភពផែនដីនេះ
ប៉ុន្តែយើងទាំងអស់ដកហូតឯកសិទ្ធិសពសត្វដទៃកុំថាឡើយតែជាមួយសត្វធាតុសូម្បីតែជាមួយសហគមន៍មនុស្សជាតិដូចគ្នាក៏មានសាសមួយជាយាមផ្ដួលរលំចិត្តសាសមួយទៀតរារាំងដំណើរលូតលាស់របស់ពួកគេហើយមិនអនុញ្ញាតឲ្យអ្នកដទៃរស់នៅប្រកបដោយសេចក្តីសុខសន្តិភាពឡើយពួកគេប្រកាសសង្គ្រាមហើយចាប់ផ្ដើមកាប់សម្លាប់គ្នាក្នុងនាមស្នេហាមិត្តភូមិដរាបណាមនុស្សនៅមានចិត្តកខ្វក់សន្តិភាពនឹងមិនមានឡើយនៅក្នុងលោកនេះដោយសារតែកំណើននៃមនុស្សបែបនេះហើយទឹកផែនដីក្លាយជាទីកន្លែងដ៏ច្របូកច្របល់សប្តាហ៍ថ្ងៃនេះយើងឃើញមានក្របបែកផ្ទុះនៅទូទាំងពិភពលោកមនុស្សម្នាក់មានបំណងបោកប្រាស់អ្នកដទៃគំនិតអាត្មានិយមតែងតែដកជាប់ក្នុងចិត្តរបស់ពួកគេមនុស្សម្នាក់មិនអាចទុកចិត្តគ្នាពួកគេមើលអ្នកដទៃដោយសេចក្តីសង្ស័យនៅក្នុងចិត្តរបស់គេជានិច្ចមនុស្សម្នាក់មិនអាចបានយល់នៅចរិតលក្ខណៈរបស់មនុស្សដទៃទៀតបានមនុស្សត្រូវមានយោនិសោមនសិការមនុស្សតែងតែនិយាយពីស្ថានភាពមិនធម្មតារបស់ពិភពលោកតើនរណាជាអ្នកទទួលខុសត្រូវចំពោះស្ថានភាពដ៏អាក្រក់នេះតើមានអ្វីផ្សេងដែលមានភាពឆ្លៀសវៃជាងមនុស្សដែរឬទេយើងអាចរំពឹងថាពិភពលោកដ៏ប្រសើរនឹងពោពេញដោយសន្តិភាពយ៉ាងដូចម្តេចទៅប្រសិនបើគ្មានមនុស្សដែលមានការអប់រំផងនោះតើយើងសោយនៅសេចក្តីសប្បាយរីករាយនឹងជីវិតរបស់យើងនៅក្នុងពិភពលោកនេះយ៉ាងណាទៅអ្នកវិទ្យាសាស្ត្រចង់យកឈ្នះលើធម្មជាតិសម្រាប់ទីបំផុតនៃសម្ភារៈផ្ទាល់របស់គេសាសនានិងទស្សនវិជ្ជាប្រាថ្នារស់នៅក្នុងសាមគ្គីភាពជាមួយនឹងធម្មជាតិដើម្បីសម្រេចបាននូវសន្តិភាពនៃផ្លូវចិត្តអ្នកមិនអាចផ្លាស់ប្ដូរលក្ខខណ្ឌពិភពលោកនេះតាមតែប្រាថ្នារបស់អ្នកបានទេប៉ុន្តែអ្នកអាចកែប្រែចិត្តគំនិតរបស់អ្នកក្នុងការស្វែងរកនូវសេចក្តីសុខសុភមង្គលមនុស្សដែលងប់ស៊ុបនឹងប្រាថ្នាផលប្រយោជន៍លោកីតែមួយមុខនឹងមិនសម្រេចបាននូវបញ្ញាជាន់ខ្ពស់ឡើយបញ្ញានេះមិនអាចត្រូវបានរកឃើញដោយគ្មានការស្រាវជ្រាវដ៏ខ្លាំងក្លានោះទេសម្ភារៈនិយមធ្វើឲ្យមនុស្សថោកទាបនិងកើតជាកំណើតសត្វដេរិឆានចំណែកសាសនាលើកកម្ពស់មនុស្សឲ្យកើតជាអាទិទេពទេវតាឬកើតក្នុងស្ថានសួគ៌ចំណែកសាសនាលើកកម្ពស់មនុស្សឲ្យកើតជាទេវតាឬកើតក្នុងឋានសួគ៌នៅក្នុងរបបសម្ភារៈនិយមមនុស្សខ្លាចជាទាសកររបស់អារម្មណ៍វិញ្ញាណរបស់គេតាមពិតទៅមនុស្សមិនចូលចិត្តប្រឈមមុខនឹងបញ្ហាពិតនៃជីវិតទេគេពេញចិត្តរងាប់ទាំងសៅម៉ងដោយក្តីសុបិនការស្រមើស្រមៃដ៏ផ្អែមពិសានិងចាប់យកស្រមោលនៃសារធាតុនេះពុទ្ធចរិយាចំពោះអំណាចនិងសេចក្តីសុខលោកីត្រូវបានរៀបរាប់យ៉ាងត្រចះត្រចង់ដូចខាងក្រោមអធិបតេយ្យភាពលើផែនដីការកើតនៅក្នុងស្ថានសួគ៌សូម្បីតែជាម្ចាស់នៅក្នុងពិភពលោកសោតបត្តិផលប្រសើរថ្លៃថ្លាបំផុតដោយការចំណាយនៅការរស់នៅរបស់ខ្លួនតែទៅលើសម្ភារៈនិងដំណើរវិវត្តលោកីក្នុងការបំពេញនៅចំណីចំណង់ដែលមិនចេះឆ្អាតឆ្អន់នោះវាមិនអាចទៅរួចទេសម្រាប់មនុស្សគ្រប់រូបក្នុងការរួចផុតពីសេចក្តីទុក្ខនៅក្នុងជីវិតយោងតាមព្រះសម្ពុទ្ធពិភពលោកនេះពឹងផ្អែកទៅលើការប្រឆាំងតទល់គ្នាការប៉ះទង្គិចគ្នាសេចក្តីទុក្ខនិងការមិនទៀងទាត់អនិច្ចម្យ៉ាងទៀតព្រះអង្គទ្រង់សម្ដែងថាមាគ៌ាឆ្ពោះទៅរកការសម្រេចបាននៅផលប្រយោជន៍លោកីគឺជាផ្លូវមួយហើយមាគ៌ាឆ្ពោះទៅរកការព្រះនិព្វានគឺជាផ្លូវមួយផ្សេងទៀតមនុស្សនិងសេចក្តីស្រឡាញ់របស់ខ្លួននេះគឺជាសេចក្តីអធិប្បាយប្រៀបធៀបដើម្បីជួយឲ្យយើងបានយល់ច្បាស់ពីធម្មជាតិពិតនៃជីវិតនិងសេចក្តីសុខលោកីមានបរិសម្នាក់វង្វេងផ្លូវនៅពេលដែលគាត់កំពុងតែដើរកាត់ព្រៃជ្រៅដែលមានបន្លានិងថ្មបន្ទាប់មកទៀតគាត់បានជួបនឹងដំរីហើយដំរីនោះក៏ដេញគាត់រត់រកប្រះអាយុនៅពេលដែលគាត់កំពុងរត់គាត់ឃើញអណ្ដូងមួយហើយគិតថាជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់គាត់ដើម្បីគេចចេញពីដំរីនេះជាអកុសលគាត់ឃើញពស់មួយក្បាលនៅក្នុងបាតអណ្ដូងប៉ុន្តែដោយសារតែគ្មានជម្រើសដើម្បីគេចចេញពីដំរីគាត់ក៏បានលោតចូលទៅក្នុងអណ្ដូងហើយក៏ជាប់នឹងវល្លិដ៏ក្រាស់ដែលដុះនៅជាប់មាត់អណ្ដូងនៅពេលគាត់ជាប់ប្រណិញរណោងនឹងវល្លិនោះគាត់បានឃើញកណ្ដុរពីរក្បាលមួយសហើយមួយទៀតខ្មៅសេចក្តីរន្ធត់របស់គាត់រឹងរឹតកើតមានទ្វេដងហើយគាត់ឃើញសត្វកណ្ដុរទាំងនោះកំពុងតែកកេរវល់ដែលគាត់ទុំនោះយ៉ាងសន្សឹមរំពេចនោះគាត់ឃើញសម្បុកឃ្មុំដែលស្រក់ទឹកមុខតក់នៅគៀកគាត់ដោយប្រឈមមុខនឹងសេចក្តីស្លាប់នៅក្នុងស្ថានភាព3ផ្សេងគ្នាយ៉ាងនេះគាត់នៅឆ្លៀតចង់ក្រេបនៅទឹកឃ្មុំទៀតបន្តិចមកបរិសម្នាក់បានដើរកាត់តាមនោះហើយឃើញនៅស្ថានភាពដ៏គួរឲ្យអាណិតរបស់បរិសកំសត់នេះហើយក៏ហុចដៃទៅឲ្យបរិសនោះចាប់ដើម្បីជួយសង្គ្រោះជីវិតគាត់ប៉ុន្តែបរិសលមោបជំគួតនេះបានបដិសេធមិនស្គាល់សម្ដីគាត់ព្រោះតែរសជាតិទឹកឃ្មុំដែលរកអ្វីព្រឹកគ្មានដែលគាត់កំពុងសែបសោយនេះឯង
រសជាតិទឹកឃ្មុំដែលគាត់បានបរិភោគធ្វើឲ្យគាត់ប្រងើយកន្តើយនិងស្ថានភាពគ្រោះថ្នាក់ដែលគាត់កំពុងប្រឈមមុខអស់នេះជាសេចក្តីអធិប្បាយប្រៀបធៀបផ្លូវព្រៃដែលពេញដោយបន្លាគឺបីដូចជាវដ្តសង្សារផ្លូវបន្លាវាវដ្តសង្សារគឺជាផ្លូវមិនធម្មតាឲ្យពោរពេញទៅដោយបញ្ហាមិនមែនជាការងាយសម្រាប់មនុស្សម្នាក់ៗបន្តដំណើរជីវិតនៅតាមផ្លូវវាវត្តសង្សារដ៏គ្រោះគ្រាតនេះដំរីក្នុងទីនេះគឺសំដៅទៅលើសេចក្តីស្លាប់សេចក្តីស្លាប់តែងតែធ្វើដំណើរតាមពីក្រោយយើងនិងធ្វើឲ្យយើងមិនសប្បាយភាពចាស់ជរារបស់យើងនឹងធ្វើឲ្យយើងមិនសប្បាយនិងគ្មានសេចក្តីស្ងប់ក្នុងចិត្តរបស់យើងវដ្តគឺបីដូចជាការកាត់របស់យើងនៅពេលដែលវដ្តនេះដុះឡើងហើយក៏ពាន់ព័ទ្ធជាមួយនឹងវដ្តដទៃទៀតដូចគ្នានេះនៅពេលជីវិតកាន់តែវិវត្តធំឡើងការប្រកាន់ជាប់ទៅនឹងរឿងរ៉ាវបញ្ហាដ៏ច្រើនលើសលប់នៅក្នុងពិភពលោកនេះសត្វកណ្ដុរសនិងខ្មៅសំដៅលើថ្ងៃនិងយប់ចាប់តាំងពីថ្ងៃដែលយើងកើតមកក្នុងលោកនេះការកន្លងទៅនៃថ្ងៃនិងយប់បានកាត់ច្រឹបនៅអាយុរបស់យើងឲ្យខ្លីទៅទឹកឃ្មុំដែលស្រក់ចុះមកគឺជាការបង្ហាញឲ្យឃើញពីសេចក្តីសុខលោកីដែលចំមនុស្សនៅជាប់នៅក្នុងអនិច្ចភាពនិងលោកីប្រែប្រួលនេះបរិសុទ្ធចិត្តធម៌ដែលបានជួយហុចដៃបង្ហាញផ្លូវដើម្បីចេញពីស្ថានភាពដ៏គ្រោះថ្នាក់គឺព្រះសម្មាសម្ពុទ្ធបរិសុទ្ធដែលគិតថាវាជាការប្រសើរសម្រាប់គាត់ក្នុងការរស់នៅក្នុងលោកនេះដើម្បីសប្បាយរីករាយនឹងជីវិតលោកីដោយមិនព្យាយាមដើម្បីសម្រេចបាននៅព្រះនិព្វានគឺពិតជាបរិសុទ្ធលបសតិដែលបដិសេធនៃការស្រោចស្រង់ពីស្ថានភាពដ៏គ្រោះថ្នាក់ដោយគ្រាន់តែក្រេបនៅទឹកឃ្មុំបន្តិចបន្តួច